มនៅសៀមរាបម៉ែណាប៉ុន្តែខ្ញុំក៏បានទៅចូលរួមមិនធីមកការបងពេជ្រពិសីដែរនិយាយពីថាឡើងដោយប្រនាងនៅរាជបុត្រហ្មងបាទរីករងការវិញឡើង streamy មើលទៅឡើងស្អាតប្លែកមែនតើហ្មងហើយខ្ញុំមកថតឡើងចង់1000ប៉ុស្តិ៍ហ្មងអ្នកគ្នានិយាយថាកលាស់ទៅវិញទៅមកហ្នឹងឯងខ្ញុំទៅតែមួយថ្ងៃប៉ុន្តែវ៉ាលីវិញដាក់ឡើងមកធំអញ្ចឹងហ្មងអ្នកគ្នាហើយសំខាន់ណាពេលទៅដល់អូតែហ្នឹងដល់ម៉ោង5ទៀតមានអីមានការស្រន់ស្រាលជាខ្លាំងធ្វើការ get ready ឡើងបញ្ញាបញ្ញាប់ហ្មងហើយរ៉ូបនេះពេលផុសរូបទៅមានអ្នកសួរថាទិញនៅណាអញ្ចឹងអ្នកគ្នាអាចទិញតាម IG ដែលខ្ញុំបាន mention នេះបានណានិយាយទៅគាត់មានរូបស្អាតមែនតើហ្មងគាត់មានជាប្រភេទរូបបែប princess រូបបែប sexy បែបអីក៏មានដែរនិយាយទៅអ្នកគ្នាអាចចូលទៅ check មើលបាននេះពេលដែលខ្ញុំបានមកដល់កន្លែងរោងការឡើងវ៉ាវហ្មងដោយសារតែស្អាតខ្លាំងហើយខនមើលការ decor គេទៅអ្នកគ្នានិយាយទៅថតរូបមកឆ្ងាញ់ហ្មងឥឡូវហ្នឹងងើបមកថតរូបសិនហើយដោយសារតែទ្រាំមិនបានទេអ្នកគ្នា decor គេស្អាតណាស់គាត់ញ៉ាំសសគេចាក់វីដេអូអង្គការបងឆៃសុំបងពិសីរៀបការមើលឲ្យឡើងរំភើបចង់យំទៀតដែរដោយសារតែអង្គការមុនមើលយំម្ដងឥឡូវចង់យំទៀតនិយាយទៅគឺថាពួកគាត់យំរហូតមកអ្នកគ្នាឡើងឲ្យភ្ញៀវកិត្តិយសនេះឡើងលីងលងតាមឯនេះទៅខ្ញុំមានតែពាក្យ congratulation ដល់ពួកគាត់ទាំងពីរហ្មងអ្នកគ្នាព្រោះអីពួកគាត់មានការតស៊ូមួយគ្នាមកយូរហើយការរបស់គាត់គឺសប្បាយមែនទែនដោយសារតែមាន activity ជាច្រើនហើយសំខាន់ខ្ញុំបានជួបជាមួយនឹង idol ជាច្រើនហ្មងអ្នកគ្នាជាភាសារោងការរបស់គាត់អាចទៅ photo board ដែលថតមកគឺចេញរូបស្អាតខ្លាំងមែនទែនមកអ្នកគ្នានិយាយទៅសុំរបស់គេគឺលយឡើង princess ហ្មងខ្ញុំនេះអត់បាននៅយូរទេអ្នកគ្នានិយាយទៅគឺខ្ញុំចេញទៅតាំងពីម៉ោង10ហ្មងហើយដោយសារតែខ្ញុំគឺត្រូវទៅសៀមរាបវិញនៅម៉ោងមកទៅ10កន្លះហើយអ្នកគ្នាតែក៏ឆ្លៀតថតនៅមុខរោងតិចតួចដែរដោយសារតែ style decor គេនេះ decor ស្អាតខ្លាំងបើសិនជាស្អែកអត់រៀនទេខ្ញុំនឹងនៅថតឲ្យបានច្រើនជាងនឹងហ្មងអ្នកគ្នាប៉ុន្តែធ្វើមិនទេយើងត្រូវទៅរៀនហើយខ្ញុំមកដល់បន្ទប់ខ្ញុំរៀបចំអីវ៉ាន់អីឲ្យហើយទៅក៏ខ្ញុំចាប់ផ្ដើមធ្វើដំណើរចេញទៅសៀមរាបវិញទាំងយប់នឹងឯអ្នកគ្នាជិះឡានគេងយប់ឡើងចឹងទៅដល់ព្រឹកសំខាន់ម៉ោង5ទៅដល់ផ្ទះណាគឺថាមានអ្នកចាំផ្លូវហ្មងគ្រាន់តែចាំផ្លូវនេះអត់ដឹងបើកទ្វារមិនទេអ្នកឆ្លេឆ្លា